បន្ទាប់ពីត្រឡប់មកមានស្មារតីវិញខ្លះខ្ញុំហាក់ដូចជាមានអារម្មណ៍ថាដូចជាឈឺនៅtrongកណ្ដាលខ្នងអ៊ំវ៉ាបាននិយាយថាតើក្មួយយ៉ាងម៉េចហើយខ្ញុំជ្រុញចិញ្ចើមថែមទាំងដូចគិតក្នុងចិត្តថាមិនដេចក៏គាត់សួរខ្ញុំអីចឹងដោយមិនបានខាត់ពេលយូរអ៊ំវ៉ាក៏និយាយប្រាប់ពីហេតុការណ៍ដែលបានកើតឡើងហើយក៏លុកដៃចូលក្នុងហប៉ៅដោយបង្គាប់ឲ្យខ្ញុំហុចដៃមកមិនគិតច្រើនខ្ញុំខូចដៃស្ដាំទៅឲ្យគាត់ភ្លាមនោះអ៊ំក៏បានដកចេញនៅសរសៃអំបោះពណ៌ក្រហមពីខ្សែដោយមួយគាត់ចងឲ្យមកខ្ញុំហើយមួយទៀតគាត់ចងទៅឲ្យពូយ៉ាប់ខណៈពេលដែលចងនោះគាត់ក៏បានសាកសួរពីពងសាវតារបស់ខ្ញុំដល់មានបំណងចង់លាក់បាំងខ្ញុំក៏បានតបទៅកាន់វិញថាបាទលោកអ៊ំខ្ញុំបាទឈ្មោះវីយ៉ូមានស្រុកកំណើតនៅស្រុកកំពង់សៀមដែលឪពុកម្ដាយរបស់ខ្ញុំជាអ្នកប្រកបមុខរបរធ្វើស្រែចម្ការនិយាយដល់ចំណុចនោះខ្ញុំក៏ដឹងខ្លួនថាខ្ញុំមិនទាន់បានស្គាល់ពីនាមត្រកូលរបស់លោកអ៊ំទាំងពីរនៅឡើយរួចក៏ចាប់ផ្ដើមសួរឈ្មោះនិងប្រវត្តិខ្លះៗរបស់លោកអ៊ំមុននឹងអ៊ំវ៉ានិយាយគាត់ដកដង្ហើមធំព្រមទាំងនឹកដល់ស្រមៃរឿងរ៉ាវអតីតកាលដែលខ្ញុំនិងអ្នកស្ដាប់មិនអាចស្ដាប់ឮនិងមើលឃើញមួយសន្ទុះក្រោយមកលោកអ៊ំក៏ចាប់ផ្ដើមវិចារណាហើយក្មួយអ៊ំឈ្មោះថាវ៉ាហើយម្នាក់ដែលហៅក្មួយឯងនៅក្រោមផ្ទះហ្នឹងគាត់ឈ្មោះធានគាត់ត្រូវជាបងប្រុសបង្កើតរបស់អ៊ំមុខរបររបស់អ៊ំដូចក្មួយបានឃើញនឹងភ្នែកអញ្ចឹងគឺអ៊ំអាចស្ដោះលំអ្នកបាក់ដៃបាក់ជើងឬបាក់ឆ្អឹងគឺអ៊ំអាចជួយបានបើលោកបងធានវិញគាត់ចូលចិត្តទៅដើរក្នុងព្រៃគាត់ចូលចិត្តបេះនៅវល្លិផ្កាវល្លិស្បៃឬក៏រុក្ខជាតិដែលជាថ្នាំលោកបងធានចេះចាំបេះយកមកធ្វើថ្នាំដើម្បីជួយអ្នកភូមិឲ្យផុតពីជំងឺនិយាយបានត្រឹមនោះគាត់ក៏ស្ងាត់រួចក៏ស្ទុះទៅមើលពូយ៉ាប់ដែលកំពុងតែកក់ខេនឹងនិយាយតិចថាទឹកអ៊ំវ៉ាក៏ទៅយកទឹកថ្នាំដែលអ៊ំធានបានដាំទុកឲ្យមកបញ្ច្រក់ពូយ៉ាប់ថ្នមហើយក៏ដាក់ឲ្យគាត់គេងបន្តទៅទៀតលោកអ៊ំក៏លាន់មាត់តិចថាតែបន្តិចទៀតពូរបស់ឯងបាច់ច្បាស់ជាដឹងខ្លួនជាមិនខានក្នុងចិត្តរបស់ខ្ញុំប្រែមកជាស្រស់បោះឡើងវិញដោយបានដឹងថាពូយ៉ាប់បានទូស្បាមួយសបកក្រោយមកអ៊ំវ៉ាបានហៅខ្ញុំឲ្យចុះមកក្រោមមិនឆាំកន្តើយយូរខ្ញុំក៏បានចុះមកក្រោមដើរសម្ដៅទៅកាន់លោកអ៊ំគ្រាន់តែទៅដល់ភ្លាមខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែឃើញសកម្មភាពរបស់អ៊ំវ៉ាកំពុងតែយកធូបមួយបាច់ដែលអត់រួចទៅកោសក្នុងទឹកពាងរួមផ្សំជាមួយនឹងអាគមគាថាលើកដៃប្រណម្យងើយមុខទៅលើវិហារវេលាប្រហែលជាម៉ោង 9 ព្រឹកមិនត្រឹមតែប៉ុណ្ណោះទេអ្វីដែលស្ថិតនៅក្នុងពាងនោះហាក់ដូចជាបន្តោងខ្សែករូបព្រះពុទ្ធបដិមាបូកជាមួយនឹងផ្កាឈូករេរាំតាមរលកអមជាមួយនឹងផ្កាម្លិះដែលជះខ្លាំងក្រអូបសោះសាយជុំវិញបរិវេណក្រោមផ្ទះរបស់អ៊ំវ៉ាកំពុងតែចំហមាត់ជាមួយនឹងរូបភាពដ៏អស្ចារ្យមិនទាន់បានប្រមាណផងស្រាប់តែលោកអ៊ំគាត់ក៏បានហៅខ្ញុំមកអង្គុយលើកៅអីដែលបានដាក់ចំពីមុខពីទឹកម៉ោងប្រហែលជា 9:10 ទេមេឃក៏កំពុងតែបញ្ចេញនូវអំណាចនៃពន្លឺព្រះសូរិយាបំភ្លឺលោកីឲ្យផុតពីស្បែកអന്ധការនៃភាពងងឹតដោយហាត់ឈរមើលអ៊ំវ៉ាទាំងក្តារថ្ងៃត្រង់ព្រមទាំងបីញើសក្តៅស្អុះស្អាប់ពេញខ្លួនផងខ្ញុំក៏ដើរទៅកាន់កៅអីដើម្បីបាននឹងឲ្យអ៊ំវ៉ាគាត់ស្រោចទឹកមួយផ្ទាល់ដំបូងវាហាក់ដូចជាត្រជាក់ស្រួលណាស់ក៏ប៉ុន្តែចូលដល់ផ្ទាល់ទី2ខ្ញុំហាក់ដូចជាមិនស្នុកក្នុងខ្លួនតតែសោះហាក់ដូចជាព្រឺរងាអស់កម្លាំងព្រមទាំងល្វើយក្នុងចិត្តបន្តិចងាកទៅកាន់លោកអ៊ំវិញគាត់បានញញឹមព្រមទាំងរួចនិយាយក្នុងចិត្តថាវាពិតជាកើតឡើងតាមការព្រៀងទុករបស់អញមែន
មុននឹងឈានចូលដល់ផ្ទៃទី3អ៊ំវ៉ាបានបន្ថែមទឹកមុនដែលគាត់ទទួលពីចៅអធិការវត្តបន្ទាប់ពីបន្ថែមរួចក៏និយាយប្រាប់ឲ្យខ្ញុំប្រឹងទប់ស្មារតីលើប្រសាសន៍របស់អ៊ំវ៉ារួចខ្ញុំក៏ស្ដាប់តាមដំបូន្មានរបស់គាត់គ្រាន់តែគាត់ស្រោចទឹកឲ្យភ្លាមខ្ញុំចាប់ដើមថប់ដង្ហើមភ្នែកស្រវាំងមើលឃើញតែសនិងខ្មៅត្រចៀកទាំងគូចាប់ផ្ដើមហឹងស្ដាប់អ្វីទាំងលើអ្វីដែលនឹកស្មានម្ដងនោះគឺខ្ញុំបានឃើញរត់ទស្សនភាពនិងអនុស្សាវរីយ៍ល្អៗដែលបានលេចឡើងរាល់អតីតកាលដែលធ្វើឲ្យខ្ញុំមានក្តីសុខតាំងពីកុមារភាពរហូតដល់វ័យជំទង់សំណួរចុងក្រោយដែលខ្ញុំបានសួរកាត់ខ្លួនឯងនោះគឺតើខ្ញុំស្លាប់ហើយមែនទេងាកត្រឡប់មកកាន់អង្វាវិញដោយមើលឃើញស្ថានភាពរបស់ខ្ញុំមិនស្រួលក៏ស្ទុះទៅចាប់ខ្ញុំមួយទំហំរបស់ម្ចាស់ដោយអង្រួមផងព្រមទាំងព្យាយាមហៅដាស់ខ្ញុំផងមិនត្រឹមតែខ្ញុំមិនដឹងខ្លួនទេស្រាប់តែមួយរំពេចនោះខ្ញុំក៏ប្រកាច់ភ្លាមអង្វាមិនដឹងជាត្រូវចាប់ខ្ញុំយ៉ាងណាក៏ស្រែកហៅអ៊ំធានឲ្យយកខ្សែតីមកចាប់ខ្ញុំចងតែខ្ញុំកំពុងតែប្រកាច់គ្រាន់តែអ៊ំធានដើរម្ដងភ្លាមខ្ញុំស្រាប់តែជប់ប្រកាច់ហាក់ដូចជាត្រឡប់មកសភាពធម្មតាវិញក៏ប៉ុន្តែអ្វីដែលមិនធម្មតានោះគឺភ្នែករបស់ខ្ញុំប្រែទៅជាខ្មៅចំណែកឯសំឡេងវិញក៏ប្រែទៅជាសំឡេងមនុស្សស្រីចំណាំម្នាក់ដែលកំពុងតែលួចសើចតិចៗធ្វើឲ្យបរិយាកាសទាំងមូលមួយនោះប្រែទៅជាអាប់អួររន្ធត់និងគួរឲ្យភ័យខ្លាចបន្ទាប់ពីសើចតិចៗអស់ចិត្តវាក៏ចាប់ផ្ដើមបង្កើតសំឡេងសើចខ្លាំងយកដោយអង្វាទប់អារម្មណ៍មិនបានគាត់ក៏ចាប់ផ្ដើមសួរវាតែម្ដងថាតើឯងមកពីណាហើយអ្នកកំឡុងមួយនេះធ្វើអ្វីខុសជាមួយនឹងឯងបានជាឯងតាមមកអន្តងប្រាំងរបស់គេបន្ទាប់ពីលើសំណួររបស់អង្វារួចវាក៏បានសម្លឹងព្រមទាំងសម្លក់មុខរបស់អង្វាព្រមទាំងអ៊ំធានរួចក៏ឆ្លើយថាអញយកបានពូរបស់វាហើយនៅឡើយតែវាមួយទៀតទេអញនឹងយកវាធ្វើជាបរិវាររបស់អញទាំងពីរនិយាយរួចវាក៏ចាប់ដើមសើចយកដូចនៅគ្មានសតិក្នុងខ្លួនក្រោយពីសើចរួចវាក៏ចាប់ដើមដឹងខ្លួនម្ដងតិចថាវាកំពុងតែស្ថិតនៅក្នុងដែនសីមារបស់អង្វាបន្ទាប់មកវាក៏ស្រែកសួរទៅកាន់អង្វាទាំងសំឡុតថាតើឯងកំពុងតែធ្វើអីដាក់យើងហ៎ឮដូច្នោះអង្វាសើចបន្តិចក៏តបទៅកាន់វាថាចង់បានកូនចៅរបស់អញហេតុអ្វីក៏ឯងមិនសួរអញសិនថាតើឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាទៅទើបហ៊ានចូលមកកាន់ទឹកដីរបស់អញហើយព្រមទាំងយកកូនចៅរបស់អញទៀតឯងចាំមើលជឹងធ្វើឯងឃើញថាតើអាវ៉ានេះមានអំណាចខ្លាំងប៉ុណ្ណាឯងចាំតែមើលទៅភ្លាមនោះវាស្រាប់តែសើចម្ដងទៀតព្រមទាំងនិយាយថាម្ដងនេះចាត់ទុកថាពួកឯងសំណាងចោះក៏ប៉ុន្តែជីវិតរបស់ពួកវាទាំងពីរអញត្រូវតែយកនិយាយរួចវាក៏បានចេញពីខ្លួនរបស់វាយោមួយរំពេចឃើញបែបនេះភ្លាមធ្វើឲ្យអង្វាសែនឆ្ងល់ជាខ្លាំងតាហេតុអ្វីបានជាវាមានរដ្ឋអំណាចអាចគេចផុតពីដែនសីមាដែលគាត់បានពាត់ពុករត់ត្រង់ចំណុចនេះទើបអ៊ំធានបានបង្ហើបថាហេតុផលដែលវាអាចទៅបាននោះគឺខ្សែសីមាដែលឯងពាត់នៅមុខផ្ទះកាលពីល្ងាចមិញនោះគឺយើងបានកាត់រយចោលអស់ហើយដោយសារតែយើងយកឆ្នាំមកហើយយើងបោះកាត់ក៏បានដាច់អស់រលីងទៅហើយណាមួយយើងឃើញឯងកំពុងតែស្ដោះផ្លុំឲ្យក្មួយទាំងពីរនោះផងដូច្នោះយើងក៏មិនបាននិយាយប្រាប់ឯងឡើយស្ដាប់ឮចម្លើយដែលសែនហួសចិត្តមួយនេះរួចធ្វើឲ្យអង្វារឹកទ្រូងរួចក៏បានរត់មកថាអោបថោហើយដេចកើតមានរឿងធំយ៉ាងនេះហើយដេចក៏លោកបងមិនព្រមវិចារប្រាប់ខ្ញុំមួយម៉ាត់តើលោកបងដឹងទេបើសិនជាហ៊ានតែខុសតែបន្តិចវាអាចនឹងកាច់បំបាក់ករបស់ពួកយើងអស់គ្នាបានឮដូច្នោះអ៊ំធានក៏បានសើចតិចព្រមទាំងតបថាណាហើយចោះមិនអីទេបើសិនជាវាហ៊ានមកម្ដងទៀតផ្សារនេះទុកឲ្យអញជាអ្នកធ្វើឲ្យវាមើលថាតើវាហ៊ានចូលដោយរបៀបណាហើយថាតើនឹងរទ្ធីភាពអំណាចរបស់វាខ្លាំងប៉ុណ្ណាទើបវាហ៊ានចូលមកម្ដងទៀតសារនេះ
ចាត់ទុកថាជាសំណាងរបស់វាចាស់ឲ្យវារៀបខ្លួនទៅបានក៏ប៉ុន្តែបើសិនជាលើកក្រោយវាហ៊ានមកដូចនឹងពីដែលវាបាននិយាយមិញយើងច្បាស់ជាមិនទុកឡើយវាក្អេងក្អាងធ្វើបាបមនុស្សតាមតែអំពើចិត្តរបស់វាបានទេហើយឯងកុំភ្លេចនៅពេលដែលពូរបស់អាក្មួយនេះវាក្រោបមកវិញសួរពីដំណើរដើមតងឲ្យកាន់ច្បាស់ថាតើវាជាអ្នកខុសឬក៏យើងជាអ្នកខុសដើម្បីងាយស្រួលក្នុងការចរចាគ្នាជៀសវាងការសម្លាប់ជីវិតរបស់អ្នកដទៃ